ចឹងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខ្ញុំបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ជូនប្រិមិត្តដែលតាមដានតាម Facebook អញ្ចឹងខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលរាយការណ៍នៅមុននេះបន្តិចបាទប្រហែលជា3-4 ម៉ោងមុននេះទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍នេះថាសហរដ្ឋអាមេរិកបានប្រាប់ទៅដល់ទីក្រុងបាងកកថាសហរដ្ឋអាមេរិកផ្អាកការពិភាក្សាដើម្បីសម្រេចចុងក្រោយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការរហូតទាល់តែរដ្ឋាភិបាលថៃបានបញ្ជាក់យ៉ាងច្បាស់អំពីការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការគោរពតាមកិច្ចព្រមព្រៀងជួបបាញ់គ្នាជាមួយនឹងប្រទេសកម្ពុជាកាលពីពេលមុននោះគឺប្រទេសថៃបានប្រកាសឲ្យដឹងថាខ្លួនផ្អាកការអនុវត្តបទជួបបាញ់គ្នាដែលសហរដ្ឋអាមេរិកបានសម្របសម្រួលឲ្យមានដើម្បីបញ្ចប់ចំនួនព្រំដែនរវាងប្រទេសថៃជាមួយនឹងកម្ពុជានោះដោយថៃចាត់ទុកថាកិច្ចព្រមព្រៀងនោះមិនអាចអនុវត្តបានទេដោយសារតែមានការចោទប្រកាន់ថាទីក្រុងភ្នំពេញបានរំលោភកិច្ចព្រមព្រៀងនោះនៅក្នុងលិខិតមួយដែលចេញដោយការិយាល័យអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលប្រកាសអំពីការផ្អាកការចរចានោះគឺបានបញ្ជាក់អំពីលម្អិតពីការចរចាពាណិជ្ជកម្មនេះគឺសហរដ្ឋអាមេរិកបានជម្រាបទៅដល់ប្រទេសថៃកាលពីយប់ថ្ងៃសុក្រនេះបើតាមលោកនីកនដេបាឡាន់ហ្គូរ៉ាដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ប្រទេសថៃបានប្រាប់អ្នកសារព័ត៌មានលោកនីកនដេបានដកស្រង់សម្ដីពីនៅក្នុងខ្លឹមសារនៅក្នុងលិខិតរបស់សហរដ្ឋអាមេរិកនេះដោយនិយាយថាការចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសថៃអាចនឹងចាប់ផ្ដើមឡើងវិញបានលើកឹកណាស់ដែលប្រទេសថៃបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការអនុវត្តនៅសេចក្តីប្រកាសរួមស្តីពីការជួបបាញ់គ្នាជាមួយនឹងប្រទេសកម្ពុជាភាគីទាំងពីរត្រូវតែចរចាគឺថៃហើយនិងសហរដ្ឋអាមេរិកនៅកំពុងតែចរចាដើម្បីបង្ហើយនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវរៀបចំឲ្យបានមុនពេលដែលចុះហត្ថលេខាឲ្យបានចូលជាធរមានកាលពីខែមុនទីក្រុង Washington ហើយនិងទីក្រុងបាងកកបានប្រកាសអំពីក្របខ័ណ្ឌរួមនៃការធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងពន្ធគយបដិការដែលសហរដ្ឋអាមេរិកនឹងយកពន្ធគយចំនួន 19% ទៅលើទំនិញរបស់ប្រទេសថៃក្នុងខណៈពេលដែលកំពុងតែពិភាក្សាគ្នាអំពីតើទំនិញប្រភេទណាទៀតដែលអាចនឹងសម្របសម្រួលដើម្បីកាត់ទៅដល់ពន្ធ 0% ដោយឡែកពីបញ្ហានេះផងដែរគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាមួយនឹងមេដឹកនាំនៃប្រទេសថៃនិងកម្ពុជាកាលពីយប់ថ្ងៃសុក្របន្ទាប់ពីការតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរបានកើតឡើងវិញនៅសប្តាហ៍នេះហើយបាននិយាយថាលោកគិតថាប្រទេសទាំងពីរនឹងមិនអីនោះទេលោកប្រធានាធិបតីមិនបាននិយាយអ្វីតតែសោះពាក់ព័ន្ធជាមួយនឹងលិខិតរបស់ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដោយនិយាយថាការចរចាគឺត្រូវផ្អាកនោះទេហើយក៏មិនមានការនិយាយណាទៅដល់ពីមន្ត្រីឬក៏គេហទំព័ររបស់តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងសេតវិមាននោះឡើយនៅពេលដែលព័ត៌មានស្ដីអំពីការចរចាការពិភាក្សាគ្នាទៅបានបង្ហោះតាមបណ្ដាញសង្គមបាទខ្ញុំអានបន្តបន្តិចដោយសារវាឈឺកប់ចង់បញ្យល់ចេះចង់និយាយថាពេលដែលលោកប្រធានាធិបតីបាននិយាយឲ្យដឹងថាលោកបានចរចាគ្នាជាមួយនឹងសន្ទនាគ្នាជាមួយនឹងមេដឹកនាំកម្ពុជាហើយនិងមេដឹកនាំថៃហ្នឹងគឺលោកប្រធានាធិបតីអត់បាននិយាយសោះតែម្ដងអំពីលិខិតដែលក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផ្ញើទៅឲ្យប្រទេសថៃនោះទេបាទសូម្បីតែនៅ website របស់ខាងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក
ហើយនឹងសេតាវិមានហ្នឹងគឺអត់មានបាននិយាយដល់បញ្ហាហ្នឹងទេបាទលោកត្រាំបែរជាគ្រាន់តែនិយាយថាអូអត់អីទេយើងប្រទេសទាំងពីរនឹងមិនអីទេអញ្ចឹងអ្វីដែលចង់បញ្ជាក់គឺបានន័យថាលិខិតនឹងផ្ញើទៅមុនមកទៅហើយផ្ញើទៅមុនបើថាការចរចាពាណិជ្ជកម្មប៉ុន្តែលោកត្រាំមកនិយាយដូចធម្មតានេះគឺជាតាក់ទិចមួយរបស់លោកត្រាំដែលសារព័ត៌មានគាត់ចង់បង្ហាញអញ្ចឹងណាបាទនៅសប្តាហ៍នេះប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងជប់បាញ់គ្នាហើយបានទាមទារឲ្យប្រទេសកម្ពុជាសំទោសដោយបានចោទប្រកាន់ប្រទេសកម្ពុជាថាបានដាក់មីនថ្មីហើយបណ្ដាលឲ្យទាហានថៃរងរបួសក៏ប៉ុន្តែប្រទេសកម្ពុជាបានបដិសេធអ្នកនាំពាក្យក្រសួងការបរទេសរបស់ថៃគឺលោកនីកុនដេក៏បាននិយាយដែរថានាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនឆាន់វីរគុលបានពន្យល់អំពីបញ្ហានេះទៅដល់លោកត្រាំនៅក្នុងពេលអំឡុងពេលនៃការទូរស័ព្ទសន្ទនាតាមទូរស័ព្ទហើយបានហាក់ដូចជាហើយលោកត្រាំហាក់ដូចជាបានសម្ដែងនៅការយល់ដឹងយល់ព្រមតាមអំពីបញ្ហានេះនៅក្នុងការបង្ហោះតាមបណ្ដាញសង្គម Facebook វិញលោកអនុทิនបាននិយាយថាលោកក៏បានសុំឲ្យលោកប្រធានាធិបតី Donald Trump បាទកាត់បន្ថយពន្ធបន្ថែមទៀតពី 19% ឲ្យចុះមកទាបជាងនេះទៅលើទំនិញថៃហើយលោកអនុทิនបាននិយាយថាអ្វីដែលលោកត្រាំបានឆ្លើយតបមកវិញនោះគឺបាទពន្ធដែលសហរដ្ឋអាមេរិកយកពីប្រទេសថៃនោះគឺវាទាបស្រាប់ទៅហើយប៉ុន្តែលោកនឹងពិចារណាផងដែរនៅសំណើរបស់ប្រទេសថៃប្រសិនបើការដោះមីននៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសកម្ពុជាអាចបញ្ចប់បានដោយឆាប់រហ័សបាទហើយលោកត្រាំបាននិយាយប្រាប់អ្នកសារព័ត៌មាននាពេលក្រោយមកថាខ្ញុំបាននិយាយជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរហើយគឺពួកគេមេដឹកនាំទាំងពីរនោះគឺល្អបាទហើយខ្ញុំគិតថាពួកគេនឹងមិនអីនោះទេបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទហើយបន្ទាប់ពីនេះគឺនៅក្នុងសាច់រឿងដដែលជាសេចក្តីរាយការណ៍របស់កាសែត The Nation ប៉ុន្តែដកស្រង់ពីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់ប្រទេសថៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់ថៃនេះគឺប្រទេសថៃបានសម្ដែងបាទប្រទេសថៃបានសម្ដែងនៅការខកចិត្តបាទសម្ដែងនៅការខកចិត្តនេះគឺជាកាសែត The Nation បានបញ្យល់ថាប្រទេសថៃសម្ដែងនៅការខកចិត្តបន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកការចរចាពន្ធគយទ្វេភាគីក្នុងខណៈពេលដែលទីក្រុងបាងកកបានបញ្ជាក់ឡើងវិញថាគឺប្រទេសកម្ពុជាទេជាអ្នករំលោភបទបាញ់គ្នាឬក៏កិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជាដោយកម្ពុជាដាក់មីនថ្មីក្រសួងការបរទេសរបស់ថៃបានជូនដំណឹងនេះទៅគណៈរដ្ឋមន្ត្រីរបស់ថៃថាតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានជូនដំណឹងមកដល់ប្រទេសថៃថាតាំងពីយប់មិញថាទីក្រុងWashington សម្រេចចិត្តផ្អាកការចរចានេះមួយរយៈសិនអំពីពន្ធគយហើយការចរចានឹងដំណើរការឡើងវិញនៅពេលណាដែលប្រទេសថៃគោរពនិងអនុវត្តតាមសេចក្តីប្រកាសរួមរវាងប្រទេសទាំងពីររដ្ឋាភិបាលថៃសម្ដែងនៅការខកចិត្តនិងបញ្ជាក់ជាថ្មីឡើងវិញថាបញ្ហាសន្តិសុខជាមួយនឹងប្រទេសកម្ពុជាគឺជាបញ្ហាទ្វេភាគីដែលត្រូវតែពិចារណាគិតគូរដោយឡែកពីការចរចាពាណិជ្ជកម្មដែលការចរចាពាណិជ្ជកម្មនេះគឺជាផលប្រយោជន៍រួមរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលោកប្រធានាធិបតីត្រាំខ្លួនលោកក៏បានបញ្ជាក់ឡើងវិញប្រាប់ទៅដល់នាយករដ្ឋមន្ត្រីអនុทินថាសហរដ្ឋអាមេរិកមិនមានចេតនានៅក្នុងការធ្វើអន្តរាគមន៍នៅក្នុងជម្លោះរវាងប្រទេសថៃនិងកម្ពុជានៅឡើយរដ្ឋាភិបាលថៃសូមស្វាគមន៍នៅការយោគយល់ការយល់ដឹងអំពីប្រធានាធិបតីសហរដ្ឋអាមេរិកហើយសង្ឃឹមថាការពិភាក្សាអំពីពាណិជ្ជកម្មនិងពន្ធគយអាចបន្តដោយមិនប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងមានជាយូរមកហើយរវាងប្រទេសទាំងពីរនោះទេបាទនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ថៃណាបាទអញ្ចឹងខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិមិត្តតែប៉ុណ្ណេះបាទអំពីការវិវត្តចុងក្រោយនោះគឺបាទសហរដ្ឋអាមេរិក
ផ្អាកការចរចាពន្ធគយជាមួយនឹងប្រទេសថៃ